ខ្ញុំតែងតែឆ្ងល់ថាតើផ្លេកបន្ទោវាកើតឡើងដោយរបៀបណាតើវាបាញ់ឡើងលើបាញ់ចុះក្រោមឬក៏បាញ់បញ្ឆិតទៅចំហៀងទៅវិញទេតាមពិតទៅផ្លេកបន្ទោគឺជាចរន្តអគ្គិសនីហើយចរន្តអគ្គិសនីនេះវាតាក់ទងនឹងភាគល្អិតតូចភាគល្អិតខ្លះមានបន្ទុកអគ្គិសនីបូកហើយខ្លះទៀតមានបន្ទុកដកបន្ទុកអគ្គិសនីដែលផ្ទុយគ្នាទាំងពីរនេះវាតែងតែឆក់ទាញគ្នាទៅវិញទៅមកដូចជាពូមេដែលខាងជើងនិងខាងត្បូងអញ្ចឹងដែរជាធម្មតាបន្ទុកអគ្គិសនីទាំងនេះស្ថិតក្នុងស្ថានភាពមានតុល្យភាពប៉ុន្តែចរន្តខ្យល់ក្នុងពេលមានព្យុះធ្វើឲ្យការបែងចែកបន្ទុកក្នុងពពកមានការប្រែប្រួលនៅក្នុងស្រទាប់ពពកវានឹងបង្កើតឲ្យមានតំបន់ដែលមានបន្ទុកច្រើនខុសគ្នាខ្លះមានបន្ទុកអគ្គិសនីបូកហើយខ្លះទៀតមានបន្ទុកដកដំបូងឡើយផ្លេកបន្ទោកើតឡើងរវាងតំបន់ដែលមានបន្ទុកអគ្គិសនីផ្ទុយគ្នាពីរក្នុងពពកវាចាប់ផ្ដើមចេញពីចំណុចមួយនៅក្នុងពពកផ្លេកបន្ទោរីករាលដាលទៅតាមផ្លូវតូចឆ្ពោះទៅកាន់ទីដែលពីរផ្សេងគ្នាផ្លូវទាំងនោះត្រូវបានគេហៅថាខ្សែនាំផ្លូវអគ្គិសនីខ្សែនាំផ្លូវទាំងសងខាងនេះម្ខាងមានបន្ទុកដកនិងម្ខាងទៀតមានបន្ទុកបូកនៅពេលវាប៉ះនឹងតំបន់ដែលមានបន្ទុកក្នុងព្យុះវានឹងអូសបន្លាយវែងនិងបែកខ្នែងកាន់តែច្រើនតាមរយៈរូបភាពដែលថតបានដោយកាមេរ៉ាល្បឿនលឿនយើងអាចមើលឃើញពីដំណើរការលូតលាស់នៃខ្សែនាំផ្លូវក្នុងពពកបានយ៉ាងច្បាស់ផ្លេកបន្ទោក្នុងពពកទាំងនេះអាចធ្វើចលនាទៅគ្រប់ទីទាំងអស់វាអាចអូសបន្លាយរហូតដល់រាប់សិបឬរាប់រយគីឡូម៉ែត្រមើលទៅដូចជាមាននាគផ្លេកបន្ទោដ៏ធំកំពុងហោះហើរយ៉ាងលឿនក្នុងពពកអញ្ចឹងចំណែកឯផ្លេកបន្ទោដែលកើតឡើងរវាងពពកនិងដីវិញគឺដោយសារបន្ទុកអគ្គិសនីដកក្នុងពពកធ្វើចលនាចុះមកដីតែយើងហៅថាខ្សែនាំផ្លូវចុះក្រោមក្នុងពេលជាមួយគ្នានោះបន្ទុកអគ្គិសនីបូកនៅលើដីដែលជាធម្មតាចេញពីអគារបានបង្កើតជាខ្សែនាំផ្លូវបាញ់ឡើងទៅលើវិញនៅពេលដែលខ្សែនាំផ្លូវចុះក្រោមនឹងឡើងលើមកជួបគ្នាវានឹងបង្កើតបានជាច្រកផ្លូវមួយយ៉ាងច្បាស់ដែលធ្វើឲ្យចរន្តអគ្គិសនីកាន់តែខ្លាំងនិងភ្លឺច្បាស់បាញ់ឡើងទៅក្នុងពពកនេះហើយជាផ្លេកបន្ទោដែលយើងតែងតែមើលឃើញនៅលើមេឃក្នុងដំណើរការនៃខ្សែនាំផ្លូវចុះក្រោមវានឹងបន្តបែកខ្នែងបង្កើតជាផ្លូវច្រើនមេឃការបែកខ្នែងនេះបណ្ដាលមកពីការបែងចែកបន្ទុកមិនស្មើគ្នាក្នុងអាកាសនិងចលនាចៃដន្យរបស់វាចំណែកអគារឬដើមឈើក៏អាចបង្កើតខ្សែនាំផ្លូវឡើងលើមួយឬច្រើនបានដែរនៅពេលខ្សែនាំផ្លូវឡើងលើណាមួយទៅភ្ជាប់ជាមួយខ្សែនាំផ្លូវចុះក្រោមនោះវានឹងបង្កើតជាសេគ្វីពេញលេញរលកចរន្តអគ្គិសនីដុំហេម៉ានឹងបាញ់ចេញពីដីឡើងទៅលើពពកតាមច្រកផ្លូវនោះវាដុតកម្ដៅខ្យល់រហូតដល់ឡើងពណ៌ស្ក្លាយជាពន្លឺផ្លេកបន្ទោដ៏ខ្លាំងគួរឲ្យភ័យខ្លាចក្នុងវីដេអូយើងឃើញខ្សែនាំផ្លូវចុះក្រោមដែលមានបន្ទុកដកកំពុងបាញ់ចុះមកដីហើយនៅពេលដែលការភ្ជាប់បានសម្រេចវានឹងលេចចេញជាពន្លឺបាញ់ត្រឡប់ទៅវិញយ៉ាងខ្លាំងផ្លេកបន្ទោក៏អាចចាប់ផ្ដើមចេញពីផ្នែកខាងលើនៃវត្ថុដែលខ្ពស់ខ្លាំងបានដែរដោយបាញ់ឡើងលើចូលទៅក្នុងពពកព្យុះកូររន្ទះប្រភេទនេះត្រូវបានគេហៅថាផ្លេកបន្ទោបាញ់ឡើងលើជាធម្មតាគេឃើញមាននៅតាមពំវិទ្យុអគារខ្ពស់ឬសូម្បីតែនៅលើកំពូលភ្នំផ្លេកបន្ទោបាញ់ឡើងលើចាប់ផ្ដើមពីខ្សែនាំផ្លូវនៅលើកំពូលវត្ថុខ្ពស់ហើយវាលូតលាស់ឡើងទៅលើមេឃភាគច្រើននៃផ្លេកបន្ទោបាញ់ឡើងលើគឺគ្រប់គ្រងដោយខ្សែនាំផ្លូវប្រភេទបន្ទុកបូកវីដេអូពីទីក្រុង Chicago នេះបានបង្ហាញឲ្យឃើញថាអគារខ្ពស់ចំនួន3បញ្ចេញផ្លេកបន្ទោបាញ់ឡើងលើក្នុងពេលតែមួយបន្ទាប់មកក៏មានផ្លេកបន្ទោបាញ់ចុះក្រោមមួយទៀតបាញ់ចំបឹង Michigan ដែលនៅខាងក្រោយទីក្រុងដូច្នេះចលនារបស់ផ្លេកបន្ទោគឺមានទាំងបាញ់ឡើងលើមានទាំងបាញ់ចុះក្រោមនិងបាញ់បញ្ឆិតទៅចំហៀងខ្ញុំគឺពូកែសង្កេតសូមអរគុណសម្រាប់ការទស្សនា